ថែវខាងក្នុងនិងខាងក្រៅនៃប្រាសាទបាយ័នទាក់ទាញភ្ញៀវទេសចរប្រាង្គប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញទាំងថែវផ្លូវដើរនិងជណ្ដើរហើយក្រៅពីទឹកមុខញញឹមនៃរូបបាយ័នប្រាសាទនេះនៅមានចម្លាក់ដ៏ប្រណិតដែលពណ៌នារឿងទេវកថានៅថែវខាងក្នុងនិងក្រៅរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរមានទាំងផ្សារការនេសាទពិធីបុណ្យល្បែងប្រដាល់ជល់មាន់ឡាក់ថែមទាំងមានរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចម្បាំងព្យុហយាត្រាជាដើមដែលរាល់ចម្លាក់ទាំងនោះបានធ្វើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់ចិត្តយ៉ាងខ្លាំងរាល់ចម្លាក់ទាំងនោះបុព្វបុរសខ្មែរដែលជាអ្នកកសាងប្រាសាទបាយ័នបានដាប់ឆ្លាក់ជ្រៅជាងចម្លាក់នៅប្រាសាទនគរវត្តតែមានលក្ខណៈសាមញ្ញហើយបើក្រឡេកមើលទិដ្ឋភាពនៃចម្លាក់បង្ហាញដោយផ្ទាំងតាមជួរដេក2ឬ3ជួរគឺពិតជាល្អវិចិត្របំផុតដែលភ្ញៀវទេសចរគួរចាប់ផ្ដើមទស្សនាចម្លាក់ពីពាក់កណ្ដាលថែវខាងកើតរួចបន្តដើរតាមទិសដោយឲ្យចម្លាក់នៅខាងស្ដាំដៃក្នុងពេលដើរទស្សនារូបចម្លាក់ដែលគេដាប់ឆ្លាក់នៅលើផ្ទាំងសិលានៃប្រាសាទបាយ័ននោះភ្ញៀវទេសចរហាក់មានអារម្មណ៍រំភើបនឹកគិតទៅដល់សម័យកាលមួយនៃដូនតាខ្មែរដែលមានទេពកោសល្យកសាងប្រាសាទនេះឡើងព្រមទាំងបានសិក្សាស្វែងយល់ផងដែរអំពីអត្ថន័យនៃរូបចម្លាក់ទាំងនោះបន្ទាប់ពីគយគន់ចម្លាក់នានានៅលើផ្ទាំងសិលាចារឹកនៃប្រាសាទបាយ័នភ្ញៀវទេសចរទាំងឡាយក៏អាចសប្បាយជាមួយនឹងការទស្សនានៅទិដ្ឋភាពតួប្រាសាទទាំងមូលដែលគេឃើញមានកំពូលរូបព្រំជាច្រើនកំពុងញញឹមពព្រាយស្វាគមន៍មនុស្សលោកស្របពេលដែលគេបានឃើញស្នាដៃសិល្បៈដ៏ល្អឥតខ្ចោះនៅប្រាសាទបាយ័នហើយគឺគ្រប់មនុស្សម្នាទូទៅតែងតែកោតស្ញប់ស្ញែងដោយមិននឹកស្មានថារហូតមកដល់ពេលនេះមានអាយុកាលរាប់សតវត្សរ៍មកហើយប្រាសាទនេះក៏សាងឡើងនៅចុងសតវត្សរ៍ទី12និងដើមសតវត្សរ៍ទី13ដោយស្នាព្រះហស្ថព្រះបាទជ័យវរ្ម័នទី7ហើយប្រាសាទបាយ័នមានតួប៉មនីមួយៗប្រកបដោយព្រំមុខ4ដែលមានកំពូល49និងកំពូលខ្លោងទ្វារចូល5ទៀតគឺសរុបទាំងអស់មានចំនួន54កំពូលដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង54ក្នុងសម័យនោះមានអ្នកប្រាជ្ញមួយចំនួនគិតថាមុខទាំង4នៃរូបព្រំនោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈចំណែកអ្នកខ្លះទៀតរូបព្រំនោះតំណាងឲ្យព្រះបាទជ័យវរ្ម័នទី7ប្រាសាទបាយ័នមានប្លង់3ជាន់ដោយជាន់ទី1និងទី2មានថែវដែលមានចម្លាក់ដ៏ល្អរីឯប្រាង្គនៅកណ្ដាលទាំង16ស្ថិតនៅជាន់ទី3មានរាងជាកាកបាទហើយសំណង់ស្ថាបត្យកម្មប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញជាងប្រាសាទនានាដែលមាននៅលើទឹកដីខេត្តសៀមរាបទោះបីជាប្រាសាទបាយ័នមានសភាពស្មុគស្មាញប៉ុន្តែប្រាសាទបុរាណនេះបានលម្អដោយក្បាច់ចម្លាក់ដែលនិយាយពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅសម័យអង្គរក៏ដូចជារូបព្រំមុខ4ញញឹមស្រស់ខ្ពស់ផុតចុងព្រឹកព្រៃប្រកបដោយភាពទាក់ទាញក្រៃលែងភ្ញៀវទេសចរដែលធ្វើដំណើរមកទស្សនាប្រាសាទបាយ័នគោលដៅសំខាន់របស់ពួកគេគឺចង់ឃើញនិងចង់ផ្ដិតយករូបភាពនៃចម្លាក់ទាំងនោះនិងចង់ដឹងពីអត្ថន័យចម្លាក់ផងដែរ